សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5បានប្រាប់កងកម្លាំងនិងពលរដ្ឋខ្មែរថាកម្ពុជាបានកំណត់បន្ទាត់ក្រហមដែលត្រូវតបតទៅថៃរួចហើយម្យ៉ាងពេលនេះសម្ដេចបានលុបចោលកម្មវិធីនានាដើម្បីបញ្ជាកងកម្លាំងប្រដាប់អាវុធទប់ទល់ការឈ្លានពានរបស់ភាគីថៃសម្ដេចតេជោហ៊ុនសែនបានសរសេរនៅលើទំព័រ Facebook ផ្លូវការនាព្រឹកថ្ងៃទី8ខែធ្នូដូចនេះថាកម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើប្រាស់អាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សិលមិញយប់មិញនិងព្រឹកនេះក្នុងបំណងទាញឲ្យយើងតបតដើម្បីបំផ្លាញចោលបាត់ជប់បាញ់និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជាថៃបន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយសូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហានពលទាហានយល់ដឹងគ្រប់គ្នាសូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយដល់ប្រជាជនដែលភៀសសឹកចេញពីតំបន់រងគ្រោះថ្នាក់មកកាន់តំបន់មានសុវត្ថិភាពខ្ញុំបានលុបចោលកម្មវិធីការងារផ្សេងទៀតអស់ហើយដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកងកម្លាំងប្រដាប់អាវុធទប់ទល់ជាមួយការឈ្លានពានជុំវិញការលុបចោលជំនួបនឹងកម្មវិធីនានាក្នុងឋានៈជាប្រធានព្រឹទ្ធសភាសម្ដេចបានសូមការយោគយល់ពីភ្ញៀវជាតិនិងអន្តរជាតិចំពោះការលុបចោលជាបន្ទាន់នេះសម្ដេចនាយកហ៊ុនសែនក៏បានប្រកាសថាកីឡាករកីឡាការិនីដែលត្រូវទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី33នៅប្រទេសថៃគឺចូលរួមការប្រកួតជាធម្មតាសូមរំលឹកថាកាលពីថ្ងៃទី4ខែសីហាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលជាមេបញ្ជាការកំពូលនៃកងយោធពលខេមរៈភូមិន្ទបានប្រកល់សិទ្ធិជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5ធ្វើទំនាក់ទំនងជាមួយសម្ដេចធិបតីនាយឧត្តមសេនីយ៍ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាលើកិច្ចការកងទ័ពកិច្ចការការពារជាតិកិច្ចការការពារអធិបតេយ្យជាតិនិងកិច្ចការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា